ពេលល្ងាចចាប់ផ្ដើមមកឲ្យចំណីជ្រូកតបាយជ្រូកថតពីខាងក្រៅធំគួរសមរយៈពេល3 ទៅ 4 ខែទៀតគឺយើងនឹងបានលក់នៅជនបទគឺងាយស្រួលម្យ៉ាងដែលយើងអាចចំមន់ចំទាបានដូចមហូបមិនចំណាយច្រើនហើយបានខ្យល់អាកាសបរិសុទ្ធអមមែនដើមទីនេះផ្លែគូសំដែរនេះដូចជាមាន50 ផ្លែនេះដើមនេះទៀតហើយខាងនោះទៀតដល់ពេល2 ខែទៅ 3 ខែទៀតគឺយើងបានផ្លែស្ងាត់ហូបហើយដើមដូងនៅខាងនេះគឺអត់សូវមានផ្លែប្រហែលទេគឺផ្លែវាតិចដីវាចូលល្អដីចាស់